ขนาดเตียนนี้ទំហំ3 ម៉ែត្រកន្លះគុណនឹង7 ម៉ែត្រជាប្រភេទផ្ទះទាបមានបន្ទប់ទឹកមានកន្លែងដាំបាយហើយធ្វើជាលក្ខណៈកញ្ចក់ស្លាយតម្លៃរបស់វា8800បងប្អូន8800បើសិនជាបងប្អូនអត់យកកញ្ចក់ស្លាយទេតម្លៃវាតែ7800ទេហើយបើសិនជាបងប្អូនដកបន្ទប់ទឹកចេញទៀតតម្លៃវាតែ7000ទេបងប្អូនតម្លៃវាតែ7000ទេឥឡូវខ្ញុំនាំបងប្អូនទៅមើលមកតួផ្ទះនៃប្រភេទផ្ទះដែលមានទំហំ3 ម៉ែត្រកន្លះគុណនឹង7 ម៉ែត្រនេះទាំងអស់គ្នាបងប្អូនក្រុមការងារខាងផ្ទះចល័តសុកសេអ៊ីនធើយើងខ្ញុំកំពុងតែរៀបចំចាប់ស្លាយហើយចំពោះប្រភេទផ្ទះនេះគឺបងប្រុសបងស្រីគាត់កំងយកមានទ្វារ2ទ្វារខាងមុខកញ្ចក់ស្លាយទ្វារខាងក្រោយយកមកដាក់ចំហៀងក្រន់តសយ៉ាបដាក់ឡានដាក់អីចឹងណាបងប្អូនហើយចំពោះផ្ទះនេះគឺខាងផ្ទះចល័តសុកសេអ៊ីនធើយើងខ្ញុំដឹកជូនបងប្រុសបងស្រីនៅខាងក្រុងបាវត្តខាងខេត្តស្វាយរៀងណាបងប្អូនឥឡូវនេះខ្ញុំនាំបងប្អូនមកមើលមកជុំផ្ទះពេលមើលមកជុំផ្ទះរួចរាល់ហើយសូមទៅមើលផ្នែកខាងក្នុងតែក្រុមការងារខាងផ្ទះចល័តសុកសេអ៊ីនធើយើងខ្ញុំអត់ទាន់ចាប់ស្លាយរួចរាល់ទេបងប្អូនអត់ទាន់ចាប់ស្លាយរួចរាល់ទេហើយប្រភេទផ្ទះនេះគឺបងប្រុសបងស្រីគាត់កំងយកកម្មជាដើ3កម្មស្រួលឡើងស្រួលចុះបងប្អូនស្រួលឡើងស្រួលចុះបើសិនជាបងប្អូនស្រឡាញ់ជាប្រភេទខ្ពស់ជាងហ្នឹងក៏បានដែរយើងមាន5កម្មមាន7កម្មចំពោះຂະຫນາດប្រភេទផ្ទះទាបបងប្អូនបើសិនជាបងប្អូនចង់រៀបបន្ទប់ខាងក្រោមរៀបអីទៀតអានឹងបងប្អូនយកជាប្រភេទផ្ទះខ្ពស់កម្ពស់របស់វាចាប់ពី2 ម៉ែត្រ3 2 ម៉ែត្រកន្លះ2 ម៉ែត្រ8ឬមួយក៏3 ម៉ែត្រ3ឡើងទៅថាប្រភេទផ្ទះខ្ពស់យើងត្រូវថែមលុយ700ទៀតណាបងប្អូនយើងត្រូវថែមលុយ700ទៀតហើយមកដល់ក្រុងបាវត្តនេះគឺខាងផ្ទះចល័តសុកសេអ៊ីនធើយើងខ្ញុំដឹកចូលច្រើនណាបងប្អូនព្រោះអីនៅខាងក្រុងបាវត្តឥឡូវមានការរីកចម្រើនខ្លាំងណាបងប្អូនមានការរីកចម្រើនខ្លាំងណាស់ចំពោះប្រភេទផ្ទះនេះគឺវែរងដាខាងមុខហ្នឹងគឺ1 ម៉ែត្រ2សាច់បន្ទប់របស់វាគឺ5 ម៉ែត្រ8គុណនឹង3 ម៉ែត្រកន្លះនៅក្នុងហ្នឹងគឺមានបន្ទប់ទឹកមួយហើយនៅមានកន្លែងដាក់ដាំបាយមួយឥឡូវខ្ញុំនាំបងប្អូនទៅមើលផ្នែកខាងក្នុងទាំងអស់គ្នាបងប្អូនខ្ញុំនាំបងប្អូនទៅមើលផ្នែកខាងក្នុងទាំងអស់គ្នាប្រភេទផ្ទះយើងធ្វើជាលក្ខណៈកញ្ចក់ស្លាយគឺចេញមកស្អាតណាបងប្អូនតាមដល់ពេលរួចរាល់ចាំខ្ញុំបង្ហាញជូនបងប្អូនម្ដងទៀតចំពោះខាងផ្ទះចល័តសុកសេអ៊ីនធើយើងខ្ញុំគឺប្រើប្រភេទឈើលេខ1ទាំងអស់ណាបងប្អូនគឺប្រើគ្រឿងរនុកអណងផ្ទងផ្លានបកងដែរណៃប្រើស្លៅក្តារក្រានជាងពីដានប្រើសក្រំក្តារក្រានជាងលោកនេះឈ្មោះអត់មានចំហអត់មានប្រហោងអីទេមកតួផ្ទះ3 ម៉ែត្រកន្លះគុណនឹង7 ម៉ែត្រនេះគឺសាច់ខាងក្នុងរបស់វា5 ម៉ែត្រ8និង3 ម៉ែត្រកន្លះនៅក្នុងហ្នឹងគឺយើងមានបន្ទប់ទឹកមួយហើយមានចង្ក្រានបាយតូចល្មមមួយវារៀងធំល្មមគួរសមដែរណាបងប្អូនយើងរស់នៅ2 3នាក់អីវាល្មមសមរម្យបើសិនជាបងប្អូនចង់បានរៀងធំជាងនឹងទៀតបងប្អូនក៏មកយកអាធំទៅផ្នែកខាងក្រោយនេះគឺមានបន្ទប់ទឹកមួយហើយនឹងកន្លែងដាំបាយបងប្អូនកន្លែងដាំបាយហ្នឹងមានកន្លែងលាងចានហើយនឹងកន្លែងដាក់ចង្ក្រានហ្គាសហើយនឹងមានដាក់សម្ភារៈអីបានផ្សេងទៀតដូចជាទឹកស៊ីអ៊ីវទឹកត្រីអីគ្រឿងទេសអីមួយចំនួនទៀតព្រោះយើង